សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីការសម្អាតសួននិងសកម្មភាពមួយចំនួនចន្លោះពីរដូវមួយទៅរដូវមួយឥឡូវនេះគឺស្ថិតនៅក្នុងរដូវសក្កីជ្រូកអញ្ចឹងនាងខ្ញុំចាប់ផ្ដើមដើរនៅក្នុងសួនដើរដកនៅដើមបន្លែមួយចំនួនដូចជាដើមដំឡូងជ្វាដែលនាងខ្ញុំដាំនៅក្នុងសួនហ្នឹងគឺការដាំដំឡូងជ្វានៅក្នុងសួនផ្អប់ក្នុងរដ្ឋរបស់នាងខ្ញុំគឺក្តៅពេញមួយឆ្នាំអញ្ចឹងដំឡូងជ្វាដែលនាងខ្ញុំដាំគឺអត់មានមើមល្អទេល្អតែស្លឹកទេពុកម៉ែបងប្អូនអញ្ចឹងគឺជាជម្រើសមួយដែលនាងខ្ញុំអត់ដាំវានៅក្នុងសួនផ្អប់ទៀតទេហើយកំទេចឬនៅក្នុងដំឡូងជ្វាហ្នឹងគឺតែងតែដុះជារៀងរាល់ឆ្នាំនាងខ្ញុំព្យាយាមដកវាតាមលទ្ធភាពដែលដកបានគឺព្យាយាមដករហូតតតែដំឡូងជ្វានឹងឈប់ដុះវិញអញ្ចឹងបើនាងខ្ញុំអត់ដាំវាដោយសារតែវាបន្តដុះរហូតអញ្ចឹងណាពុកម៉ែបងប្អូនហើយវាបានមើមល្អសម្រាប់នាងខ្ញុំគឺខ្ញុំអត់យកទេហើយឥឡូវនេះនាងខ្ញុំផ្ដើមយកដំឡូងជ្វាហ្នឹងទៅដាំក្នុងផើងវិញពុកម៉ែបងប្អូនហើយបន្ទាប់ពីការដកដំឡូងជ្វាចេញពីសួនផ្អប់នឹងហើយកូននាងខ្ញុំចាប់ផ្ដើមដកស្មៅនេះស្មៅខ្ចីៗបែបនេះស្មៅប្រភេទដែលនាងខ្ញុំដកបង្ហាញពុកម៉ែបងប្អូននេះជាប្រភេទស្មៅដែលយើងដាក់នៅក្នុងសួនហើយវាដុះឡើងវិញទេវានឹងคล้ายទៅជាជីសម្រាប់នៅក្នុងដីហើយបង្កើនសារធាតុចិញ្ចឹមនៅក្នុងដីរបស់យើងអញ្ចឹងនាងខ្ញុំដកអាស្មៅរៀងខ្ចីហ្នឹងទុកដើម្បីអីគេគឺយកស្មៅហ្នឹងយកទៅធ្វើជីធម្មជាតិនៅក្នុងសួនផ្អប់របស់នាងខ្ញុំហើយនេះជាគេហៅថាស្លឹកគីឡុងដែលដុះថ្មីហើយឃើញថាស្លឹកគីឡុងដែលនាងខ្ញុំមាននៅក្នុងសួនហ្នឹងគឺចូលដល់ត្រជាក់គឺវាចាប់ផ្ដើមដុះរៀងយឺតបន្តិចពុកម៉ែបងប្អូនដោយសារតែស្លឹកគីឡុងវាចូលចិត្តរដូវរៀងក្តៅហើយនៅក្នុងសួនដែលខ្ញុំកំពុងដកហ្នឹងឆ្នាំ2024 2025ហ្នឹងគឺដាំពេញមួយសួននឹងតែម្ដងពុកម៉ែបងប្អូនហើយនេះគឺជាប្រភេទស្មៅមួយចំនួនទៀតដែលនាងខ្ញុំបង្ហាញពុកម៉ែបងប្អូនដែរអញ្ចឹងយើងឃើញថាប្រភេទស្មៅមួយចំនួនយើងដកវាយកទៅធ្វើជីធម្មជាតិតែវាដុះឡើងវិញណាប្រភេទស្មៅដែលពុកម៉ែបងប្អូនដាក់នៅក្នុងសួនអត់បានគឺប្រភេទស្មៅដែលថាជាប្រភេទស្មៅដូចជាដើមដំបងយក្សឬក៏ប្រភេទស្មៅជាស្មៅដើមវារឹងណាពេលយើងដាក់ចូលក្នុងសួនផ្អប់គឺវាដុះឡើងវិញអញ្ចឹងយើងអត់ដាក់ទេហើយស្មៅដែលនេះខ្ញុំដកផាយពុកម៉ែបងប្អូនពេលដែលវានៅខ្ចីយើងដកគឺកាន់តែល្អដោយសារវាអត់ទាន់មានផ្កាឬក៏មានគ្រាប់ដែលអាចបង្កើតជាពូជស្មៅក្រោយទៀតអញ្ចឹងយើងដកស្មៅដែលនៅតូចៗអញ្ចឹងយកដាក់ក្នុងសួនវានឹងធ្វើឲ្យដីក្នុងសួនរបស់យើងកាន់តែមានសុខភាពល្អដែរហើយស្មៅនៅប្រទេសអូស្ត្រាលីប្លែកដែរពីមួយរដូវទៅមួយរដូវគឺយើងឃើញស្មៅខុសៗគ្នាហើយស្មៅខ្លះងាយស្រួលហើយនេះជាដើមម្រះដែលដុះខុសរដូវដែរចូលដល់រដូវត្រជាក់គឺនាងខ្ញុំអត់ដាំទេម្រះគឺនាងខ្ញុំដកចេញពីក្នុងសួនឥឡូវនេះចាប់ផ្ដើមប្រមូលតាំងពីកាកសំណល់ផ្ទះបាយហើយនៅកំទេចកំទីនៅក្នុងសួនទាំងស្មៅទាំងអីទាំងអស់ដាក់ចូលនឹងហើយសំបីតែវល្លិដើមសួរដែលដុះនៅជាប់ដីនេះក៏នាងខ្ញុំកាត់ដែរមូលហេតុអីដែលនាងខ្ញុំកាត់ដោយសារនៅពេលដែលវាដុះជាប់ដីគឺផ្កាឬក៏ផ្លែរបស់វាអត់មានទេពុកម៉ែបងប្អូនហើយពេលយើងដើរចលងក្នុងសួនវាអាចតាក់ទៅអាចបង្កគ្រោះថ្នាក់ដែរពេលយើងដួលអីហ្នឹងទៅប៉ះ
ដុំថ្មប៉ះឈើអីចឹងណាហើយមុនពេលដែលនាងខ្ញុំយកស្មៅយកកាកសំណល់ធម្មជាតិកាកសំណល់ផ្ទះបាយចូលក្នុងដាក់នៅក្នុងសួនរបស់នាងខ្ញុំគឺនាងខ្ញុំតែងតែជីកដីបន្តិចដោយសារអីយើងទុកជម្រៅដីនឹងទុកគ្រាន់គ្របពីលើកាកសំណល់ធម្មជាតិហើយពុកម៉ែបងប្អូនពេលដែលយើងយកដីរៀងជ្រៅកម្រិតប៉ុណ្ណឹងហើយយើងយកកំទេចកាកសំណល់ដូចជាស្លឹកសួរដើមសួរចាស់ចាស់ដែលងាប់ហ្នឹងយើងយកដាក់ចូលក្នុងហ្នឹងហើយបន្ទាប់ពីយើងដាក់ផ្នែកគេហៅថាកាកសំណល់ស្លឹករុក្ខជាតិផ្សេងៗហើយយកកាកសំណល់ផ្ទះបាយយើងដាក់ចូលអញ្ចឹងមានតាំងពីសបកផ្លែឈើសបកបន្លែហើយក៏ដូចជាសបកពងទាអីយើងដាក់ចូលក្នុងទាំងអស់ហើយយើងដាក់គម្លាតឆ្ងាយពីគល់រុក្ខជាតិដែលយើងដាំក្នុងសួនហ្នឹងរៀងឆ្ងាយគួរសមពុកម៉ែបងប្អូនយើងអត់ដាក់ចិត្តគល់រុក្ខជាតិទេដោយសារពេលដែលវារលួយទៅវានឹងអាចធ្វើឲ្យដើមរុក្ខជាតិដែលដុះនៅក្នុងសួនហ្នឹងអាចងាប់ដែរព្រោះអីពេលខ្លះពេលដែលរុក្ខជាតិកំពុងតែបំលែងទៅជាជីគឺវាចាប់ផ្ដើមក្តៅអញ្ចឹងពេលយើងដាក់ចិត្តគល់ពេករុក្ខជាតិរបស់យើងនឹងងាប់អញ្ចឹងយើងលែងមានបន្លែឬក៏ផ្លែសួរដើម្បីញ៉ាំទៀតហើយអញ្ចឹងនេះជាការច្នៃប្រឌិតមួយនៅក្នុងសួនរបស់នាងខ្ញុំដោយសារតែជីដែលយើងទិញពីផ្សារគឺចាប់ផ្ដើមឡើងថ្លៃខ្លាំងហើយប្រភេទដូចជាស្មៅកំទេចកំទីនៅក្នុងផ្ទះបាយបើសិនយើងបោះចោលក៏វាអត់ប្រយោជន៍ដែរវាយើងដាក់ក្នុងសួនគឺវានឹងបង្កើតទៅជាសារធាតុចិញ្ចឹមទៅដល់ដីហើយក៏ដូចជាបង្កើតជាជីដល់រុក្ខជាតិដែលយើងកំពុងតែដាំនឹងហើយនេះជាអ្វីដែលនាងខ្ញុំបានអនុវត្តនៅក្នុងសួនហើយចង់ចែកចាយជូនពុកម៉ែបងប្អូនហើយការដាំរុក្ខជាតិនៅផ្ទះគឺជាការរៀនដែលអត់ចេះចប់ចេះហើយមានការងារធ្វើរហូតអ្នកដែលមានដំណាំដាំនៅផ្ទះពុកម៉ែបងប្អូនបើសិនជាយើងអត់ច្នៃប្រឌិតឬក៏អត់បានថែទាំដំណាំនៅក្នុងសួនរបស់យើងទេនោះដំណាំរបស់យើងនឹងអត់ឲ្យផលមកយើងដែរដូចជាផ្លែផ្កាបើសិនជាយើងថែឬក៏រៀនពីដំណាំដែលយើងដាំហ្នឹងគឺជួយឲ្យយើងចំណេញហើយបន្ទាប់ពីយើងបានដាក់ដីគ្របស្មៅគ្របឬក៏ចំបើងគ្របហើយគឺយើងយកប្រទះជ័រហ្នឹងយកមកគ្របដោយសារតែនៅប្រទេសអូស្ត្រាលីមានសត្វកកាយអញ្ចឹងខ្ញុំគ្របវាបែបហ្នឹងហើយថ្ងៃនេះនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណពុកម៉ែបងប្អូនសម្រាប់ការជួយគាំទ្រ Channel របស់ពួកយើងផងដែរ